ចិត្តមនុស្សនឹងការពិតមានពាក្យមួយឃ្លាដែលជាការពិតព្រិលខ្លាចព្រះអាទិត្យស្មៅខ្លាចកមនុស្សខ្លាចអត់លុយសេចក្តីស្រឡាញ់ខ្លាចការឈឺចាប់ពេលមនុស្សស្លូតត្រង់មានមនុស្សបោកប្រាស់ក៏ច្រើនពេលអ្នកមានប្រយោជន៍មានគេមករកអ្នកក៏ច្រើននៅពេលដែលអ្នកអត់ប្រយោជន៍មានគេចាក់ចាញ់ពីអ្នកក៏ច្រើននេះជាការពិតកុំសាកល្បងចិត្តមនុស្សគាត់នឹងធ្វើឲ្យអ្នកអស់សង្ឃឹមមានរឿងខ្លះអ្នកគ្រាន់តែដឹងទៅបានហើយមិនចាំបាច់និយាយច្រើនមានមនុស្សខ្លះគ្រាន់តែស្គាល់ទៅបានហើយកុំចាំបាច់ចងមិត្តភាពឲ្យស៊ីជម្រៅអ្នកណាល្អអ្នកណាអាក្រក់ក្នុងចិត្តអ្នកដឹងទៅបានហើយនៅលើโลกនេះមានរបស់ពីរយ៉ាងមិនអាចមើលឃើញត្រង់ទី1គឺព្រះអាទិត្យទី2គឺចិត្តមនុស្សអ្នកខាងមុខឈឺភ្នែកអ្នកខាងក្រោយឈឺចិត្តតើអ្នកដឹងទេថាមានភាពខុសគ្នាអ្វីខ្លះរវាងអតីតកាលនិងបច្ចុប្បន្នកាលកាលពីមុនមនុស្សក្រណាស់ប៉ុន្តែពួកគេស្មោះត្រង់មនុស្សជួយមនុស្សស្រឡាញ់មនុស្សឥឡូវនេះមនុស្សមានណាស់ប៉ុន្តែคล้ายពុតវត្តមនុស្សប្រុងប្រយ័ត្នពីមនុស្សបោកប្រាស់មនុស្សកាលពីមុនឃើញមនុស្សមានបញ្ហានាំគ្នាខ្នះខ្នែងជួយឥឡូវនេះឃើញមនុស្សមានបញ្ហានាំគ្នារត់គេចឈរមើលឬថតបង្ហោះបណ្ដាញសង្គមកាលពីមុនមនុស្សជួបមនុស្សងើបមុខជជែកគ្នាលេងឥឡូវមនុស្សជួបមនុស្សឈ្ងោកមុខលេងទូរស័ព្ទកាលពីមុនរៀបការស្រួលលែងលះពិបាកឥឡូវនេះលែងលះស្រួលរៀបការពិបាកកាលពីមុនខោរហែកប៉ះវាស្លៀកឥឡូវនេះខោមិនទាន់រហែកបែរជាហើយវាស្លៀកកាលពីមុនពេលកូនធំពួកគេខិតខំចេញទៅរកលុយយកមកចិញ្ចឹមឪពុកម្ដាយឥឡូវនេះឪពុកម្ដាយខិតខំរកលុយយកមកចិញ្ចឹមកូនកាលពីមុនកូនរៀនគ្រូលំបាកឥឡូវនេះកូនរៀនឪពុកម្ដាយលំបាកហេតុអ្វីបានជាមនុស្សភាគច្រើនមិនចង់ឃើញអ្នកល្អជាងគេនេះក៏ព្រោះដោយសារតែគេមិនល្អដូចអ្នកដូច្នេះហើយក៏គេមិនចង់ឲ្យអ្នកបានល្អដែរធម្មជាតិអាក្រក់ធំបំផុតរបស់មនុស្សគឺគ្មានអ្វីលើសពីការស្អប់នៅអ្វីដែលអ្នកមានសើចនៅអ្វីដែលអ្នកអត់មិនចូលចិត្តអ្នកក្រខ្លាចអ្នកមានបានមនុស្សគឺសុទ្ធតែធ្វើបាបអ្នកខ្សោយហើយខ្លាចអ្នកខ្លាំងចូលចិត្តចាប់កំហុសជាមួយមនុស្សគ្មានសិទ្ធិគ្មានអំណាចបែរជាចូលចិត្តរកគុណសម្បត្តិជាមួយមនុស្សមានសិទ្ធិមានអំណាចទៅវិញនៅពេលដែលអ្នកខ្លាំងតែងមានមនុស្សអភ័យទោសឲ្យភាពទន់ខ្សោយរបស់អ្នកនៅពេលដែលអ្នកខ្សោយតែងមានមនុស្សពង្រីកនៅគុណវិបត្តិរបស់អ្នកនៅពេលដែលអ្នកគ្មានអ្វីសោះមនុស្សអាក្រក់នឹងមានច្រើនឲ្យតែអ្នកខ្លាំងគ្រប់គ្រាន់មនុស្សទូទាំងពិភពលោកសុទ្ធតែបើកផ្លូវទុកឲ្យអ្នកទឹកសមុទ្រជ្រៅនៅអាចវាស់បានតែមានតែចិត្តមនុស្សទេដែលមិនអាចវាស់បានវិធីសាស្ត្រងាយៗជួយឲ្យផ្លូវចិត្តក្មេងៗរឹងមាំការចេះអប់រំផ្លូវចិត្តកូនៗឲ្យរឹងមាំគឺពិតជាមានសារៈសំខាន់ណាស់នៅពេលផ្លូវចិត្តរឹងមាំល្អហើយកូនៗរបស់អ្នកមិនត្រឹមតែអាចក្រោកឈរយកឈ្នះឧបសគ្គបានដោយខ្លួនឯងប៉ុណ្ណោះទេតែពួកគេក៏អាចអភិវឌ្ឍបំណិនជីវិតរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរថែមទៀតផងដែរឪពុកម្ដាយគ្រប់រូបអាចស្វែងយល់ពីវិធីសាស្ត្រខាងក្រោមនេះដើម្បីជួយកូនៗឲ្យមានផ្លូវចិត្តរឹងមាំ 1. លើកទឹកចិត្តឲ្យកូនៗហ៊ាននិយាយដោយស្មោះត្រង់ជាមួយលោកអ្នកជាឪពុកម្ដាយព្រមទាំងបើកឲ្យកូនៗហ៊ានចែករំលែកពីអារម្មណ៍ពិតទាំងសប្បាយនិងមិនសប្បាយចិត្ត 2. ទទួលស្ដាប់នៅរាល់អ្វីដែលកូនប្រាប់តែហាមកុំស្ដីបន្ទោសឬដាក់សម្ពាធបន្ថែម 3. អប់រំកូនឲ្យចេះដោះស្រាយបញ្ហាផ្សេងៗនិងរៀនចេះសម្រេច